ឥឡូវហ្នឹងយើងមកដល់ចកាម្រេចហើយនៅឥឡូវហ្នឹងយើងនៅខេត្តកពតអ្នកទាំងអស់គ្នាអត់ទេសារតែខ្ញុំមករយៈពេល2ថ្ងៃខ្ញុំបានទៅលេងពី3កន្លែងតែមានអារម្មណ៍ថារៀង fail តិចតែឥឡូវហ្នឹងយើងមកដល់ចកាម្រេចហើយដែលមានសួនចកាច្រើនខ្លាំងមែនតើទាំងអស់នេះហើយឥឡូវហ្នឹងគឺភាគច្រើនជាភ្ញៀវទេសចរដែលគាត់បដាលេងធួនៅខាងកពតយើងហ្នឹងទាំងអស់គ្នាគេទាំងអស់គ្នាឥឡូវយើងឡើងមកដល់ខាងលើហើយមានអារម្មណ៍ថាទេសភាពគឺស្អាតខ្លាំងមែនតើទាំងអស់គ្នាអាចមើលបានស្ទើរតែភ្នំគឺមានច្រើនភ្នំច្រើនមែនតើហើយខាងសងខាងសូម្បីតែខាងក្រោយខ្ញុំក៏មានភ្នំទាំងអស់គ្នាទេសភាពមានទៅស្អាតហ្មងទៅហត់តុកយើងអង្គុយខេត្តកំពតកំពូលដួងអូខេអ្នកនរគ្នាឥឡូវយើងមកសម្ភាសសិនថាបងប្អូនមានអារម្មណ៍មិនដែរពេលមកដល់ទីតាំងហ្នឹងមានអារម្មណ៍ថាប្លែកភ្នែកប្លែកភ្នែកហើយមកមានអារម្មណ៍មិនដែរមកសប្បាយចិត្តឃើញទេសភាពស្អាតឃើញកូនសប្បាយចិត្តខ្ញុំកូនមកដើរលេងកូនដើរលេងមុនឯងមក relax យ៉ាអូខេសួននេះដែរម្ដងហើយអីគេមានអារម្មណ៍មិនដែរពេលមកដល់ហ្នឹងសប្បាយតែផ្លាស់សាយបើចង់រៀបរាប់រ៉ាត់តិចមកលេងទឹកបងប្អូនគ្នាលេងទឹកនៅរីសតលេងទឹករៀងច្រើនដងពេលហើយឥឡូវយើងមកដល់ទីតាំងហ្នឹងនឹងរៀងមិនមានអារម្មណ៍ដែរមិនមានអារម្មណ៍មិនដែរមិនមានអារម្មណ៍មកសប្បាយចិត្តអត់ក៏បតាអត់មានទេបងទូប៉ាវិញប៉ាមានអារម្មណ៍មិនដែរអារម្មណ៍ស្រស់ស្រាយព្រោះថាជាតំបន់ទេសចរទី1យើងមកឃើញដំណាំម្រេចដែលជនបរទេសភាគច្រើនគេចូលចិត្តគេយល់អំពីចំណីអាហារណាខ្មែរយើងចូលចិត្តអ្វីដែលទំនើបហើយស្ទើរតែមិនជួយដល់សុខភាពប៉ុន្តែពួកបរទេសគេចូលចិត្តអញ្ចឹងពេលដែលយើងចូលមកគេមានកន្លែងមួយដែលជាលក្ខណៈបុរាណណាជាសំណង់អគារបុរាណហើយកន្លែងមួយដែលខ្ញុំកំពុងអង្គុយនេះគឺជាកន្លែងសំណង់អគារទំនើបប៉ុន្តែពេលយើងទៅតំបន់សំណង់អគារបុរាណហ្នឹងបរទេសទាំងអស់ដែលខ្មែរមានខ្ញុំមួយចូលជាខ្មែរទៅមិញតែពេលយើងឡើងមកលើនេះសុទ្ធតែខ្មែរអញ្ចឹងខ្មែរយើងចូលចិត្តអ្វីដែលទំនើបអ្វីដែលងាយហ្នឹងមិនដឹងថាមួយណាល្អមួយណាអាក្រក់ស្អែកតែយើងយល់ទាំងអស់គ្នាទេប៉ុន្តែនៅខាងនោះគឺជនជាតិបរទេសគេសស្រាក់ស្រាំណាគេចាប់អារម្មណ៍ជាមួយនឹងគុណភាពរបស់អាមេរិកខ្មែរយើងហៅអាមេរិកកំពតហ្នឹងណាបាទអរគុណច្រើនខ្ញុំសាយណាស់ណាស់ហើយពិនជាស្មាសូភីកំពតស្លូតហូដរះទាំងជំពាំងចិត្តចងពងស្មារតីឡាអាកាំងត្រជាងព្រាបានសំដែង